trongចំណុចនេះខ្ញុំសូមជាថាកន្លងទៅមានការលើកឡើងក៏ដូចជាការពិនិត្យអំពីសេហាគណៈកម្មការមានការលើកឡើងសួរជាច្រើនអំពីអត្ថប្រយោជន៍ជាមួយអត្ថប្រយោជន៍ស្អីខ្លះដែរអ្នកបំពេញកាតព្វកិច្ចបានទទួលទី2សួរថាការបំពេញកាតព្វកិច្ចប៉ះពាល់ស្អីខ្លះវាហេតុផលច្រើនប៉ះពាល់ការសិក្សាប៉ះពាល់ការងារនេះគឺជាកង្វល់ទី3ការកង្វល់ថាចូលរើសយ៉ាងម៉េចដើម្បីឲ្យមានតម្លាភាពឲ្យយុត្តិធម៌កុំឲ្យកូនអ្នកមានអត់ទៅកូនអ្នកក្រទៅហេតុអីក៏អត្ថប្រយោជន៍និងនីតិវិធីជាច្រើនចាំមកដាក់នៅក្នុងច្បាប់ដាក់នៅអនុក្រឹត្យទី1ខ្ញុំសូមបញ្ជាក់ថាច្បាប់នេះគឺជាគោលបញ្ជាក់តែចំណុចគោលមួយចំនួនទេដោយឡែកកិច្ចការប្រតិបត្តិជាក់ស្ដែងយើងដាក់នៅក្នុងអនុក្រឹត្យដើម្បីឲ្យមានភាពបត់បែនឧទាហរណ៍អត្ថប្រយោជន៍ដែលត្រូវទទួលបានវាបត់បែនតាមសភាពការអញ្ចឹងយើងមិនចង់ថាបើឆ្នាំនេះត្រូវបន្ថែមអត្ថប្រយោជន៍ផ្សេងតែត្រូវមកឆ្លងសភាទេយើងទុកនៅក្នុងការឆ្លងការរៀបចំនីតិវិធីក្នុងការរើសដូចគ្នាតើយើងធ្វើយ៉ាងណាដាក់បែបណាយើងអនុវត្តកម្រិតណាគឺទុកនៅក្នុងនីតិវិធីនៃអនុក្រឹត្យនិងប្រកាសរបស់ក្រសួងដើម្បីឲ្យមានភាពបត់បែនធានានូវប្រសិទ្ធភាពព្រោះអ្វីដែលចាំបាច់នៅក្នុងការធ្វើគឺគោលដៅសំខាន់គឺការគិតគូរពីប្រយោជន៍របស់បុគ្គលរបស់គ្រួសារបុគ្គលគឺជាកលឹះនៃប្រទេសជាតិអញ្ចឹងការអនុវត្តច្បាប់កាតព្វកិច្ចនេះគឺជាឱកាសដែលយករាជរដ្ឋាភិបាលទៅប្រទេសជាតិរបស់យើងអាចយកយុវជនមួយផ្នែកណាយកទៅធ្វើការបណ្ដុះបណ្ដាលទាំងពីដីសម្រាប់ធ្នាប់បណ្ដុះបណ្ដាលជំនាញបំណិតក្នុងកងទ័ពប៉ុន្តែគាត់បម្រើនៅក្នុងកងទ័ពមួយទៀតប៉ុន្តែការបម្រើក្នុងកងទ័ពមិនមែនជាការបម្រើអត់ប្រយោជន៍ឬមួយក៏ជាការខ្ជះខ្ជាយពេលវេលាដែរនោះទេប៉ុន្តែផ្ទុយទៅវិញគឺជាការខិតខំនៅក្នុងការពង្រឹងធនធានមនុស្សមួយនេះក្នុងរយៈពេល24ខែគាត់នឹងទទួលបាននូវការបង្កើនជាពិសេសការទទួលខុសត្រូវពីដីសម្រាប់ធ្នាប់និងឆន្ទៈប្រព័ន្ធស្នេហាជាតិនេះគឺជាកលឹះដែលយើងនឹងធ្វើការប្រែប្រួលទី2គឺការប៉ះពាល់ក្នុងការរៀបចំនៅច្បាប់នេះក្រុមការងារបានជជែកគ្នាលម្អិតណាស់មានការលើកឡើងតើប៉ះពាល់កន្លែងណាខ្លះដែលអាចជាអនុគ្រោះឧទាហរណ៍ជាសពតើគួរមានលើកជាប្រសពមានរហូតទៅដល់ការលើកថាពុកម៉ែកូនច្រើនក៏គួរលើកលែងតែយើងមិនអាចធ្វើបានអ្វីដែលសំខាន់គឺការលើកលែងមួយចំនួនតូចតែប៉ុណ្ណោះនៅក្នុងច្បាប់នេះទើបមានអង្គសម្ភារតែប៉ុន្តែជាទូទៅគឺយើងខំនៅក្នុងការរៀបចំច្បាប់នេះនៅកម្រិតណាដែលមានភាពបត់បែនជាហោការអនុគ្រោះការស្នើសុំឆ្នាំម្ដងជារយៈពេលប្រហែលឆ្នាំក្នុងការគិតគូរដល់ការរៀនសូត្រមួយក្រុមនេះដែលសំខាន់មួយចំនួនពាក់ព័ន្ធกับកិច្ចចាប់វិញនេះគឺជាការគិតគូររបស់រាជរដ្ឋាភិបាលរបស់ក្រសួងការពិជាតិនៅក្នុងការកាត់បន្ថយផលប៉ះពាល់និងបង្កើននូវអត្ថប្រយោជន៍ព្រោះយោធិនម្នាក់កាតព្វកិច្ចមិនកាតព្វកិច្ចគឺជាធនធានកម្ពុជាការពិជាតិខ្លាំងតតែធនធានមនុស្សខ្លាំងហើយធនធានមនុស្សនេះពេលចប់คล้ายទៅជាធនធានមនុស្សរបស់សង្គមចែកមកបំពេញភារកិច្ចនៅក្នុងក្រសួងស្ថាប័នឯកជនឬមួយក៏តបជាងការគិតគូរនេះគ្រប់ជ្រុងជ្រោយហើយយើងពិតណាស់ខ្ញុំមិនហ៊ានធានាថា100នាក់ឯកភាពទាំង100នាក់ទទួលយកលក្ខខណ្ឌបានន័យថាការលើកលែងការយកយល់គឺវាតែចំណុចចំនួនក្រៅពីនឹងគឺជាកាតព្វកិច្ចពាក្យថាកាតព្វកិច្ចនេះគឺត្រូវអនុវត្តគ្រប់ច្បាប់បាទចឹងអ្នកខ្លះអាចមានហេតុផលច្រើនអាចប្រៀបធៀបច្រើននៅពេលដែលប្រជុំគ្នានោះយើងអាចគិតថាបើសិនជាយើងយកហេតុផលទាំងអស់មកដាក់ជាគោលយើងអត់អនុវត្តច្បាប់វិចិត្រតែម្ដងមនុស្ស100នាក់មានបញ្ហា100ប៉ុន្តែអ្វីដែលសម្រួលសួរខ្ញុំឃើញថាខ្វះមួយសម្រួលដែលសួរសំខាន់
យើងសួរថាតើយើងបានអីតើយើងអាចខាតអីបារម្ភរឿងជីវភាពបារម្ភរឿងពេលវេលាបារម្ភរឿងការងារប៉ុន្តែសំណួរមួយដែលខ្ញុំអត់បានឃើញនៅក្នុងបណ្ដាញសង្គមនេះការចោទសួរនេះថាតើត្រូវធ្វើយ៉ាងណាដើម្បីរួមគ្នាបន្តផ្នត់គំនិតស្នេហាជាតិខ្ពស់ចំពោះប្រជាពលរដ្ឋយើងជាពិសេសយុវជនដែលហ៊ានលះបង់គ្រប់បែបយ៉ាងគ្រប់ពេលវេលាដោយគ្មានលក្ខខណ្ឌសម្រាប់ជាតិនេះគឺជាសំណួរដែលត្រូវសួរបើសិនជាយើងអាចបន្តឆន្ទៈនេះបានអារឿងខាត2ឆ្នាំអារឿងខាតតិចខ្វះនោះលែងជាចំណុចហើយសំណួរខ្លះដែលយើងសួរហើយឃើញបានលើកឡើងហាក់ដូចជាចូលកតាបកិច្ចនេះគឺជាបន្ទុកត្រូវធ្វើយ៉ាងម៉េចបដូរផ្នត់គំនិតនេះការចូលកតាបកិច្ចគឺជាមហាកិត្តិយសដែលគ្រប់គ្នាត្រូវចង់ធ្វើនេះគឺជាអ្វីដែលសំណួរហើយអង្គសភាចំពោះថ្នាក់ដឹកនាំនៅក្នុងដំណាងរាស្ត្រដែលត្រូវចុះជួបប្រជាពលរដ្ឋនិងឆ្លើយចំនួនប្រជាពលរដ្ឋខ្ញុំគិតថាកលឹះសំខាន់បំផុតពិតណាការដាក់ចេញនូវគោលនយោបាយដើម្បីដោះស្រាយបញ្ហាផលប្រយោជន៍ដែលគាត់ទទួលបាននឹងការកាត់បន្ថយផលប៉ះពាល់ជាងនេះប៉ុន្តែអត់អាចថាលុបបំបាត់ប្រយោជន៍ទេប៉ុន្តែអ្វីដែលសំខាន់គឺការបណ្ដុះបណ្ដាលទុនធានមនុស្សឆន្ទៈមិនមែនតែយុវជនទេគឺទាំងគ្រួសារតែម្ដងដែលមើលច្បាប់កាតព្វកិច្ចនិងការបម្រើជាតិក្នុងការបំពេញកាតព្វកិច្ចនេះគឺជាកិត្តិយសធំសម្រាប់បុគ្គលនិងគ្រួសារនេះគឺជាកលឹះដែលយើងត្រូវរួមគ្នានៅក្នុងការបំផុសស្មារតីនេះឲ្យបានបើសិនជាគាត់ខាត2ឆ្នាំមិនបានផងតើហៅគាត់ទៅប្រយុទ្ធការពារទឹកដីមិនកើតតែត្រូវលះបង់ជីវិតនេះគឺជាបើគាត់ថាទៅខ្លាចចេះខ្លាចចុះបាត់ប្រាក់ខែចេះបាត់ប្រាក់ខែចុះតើត្រូវលះបង់យ៉ាងម៉េចតើយើងសួរយុវជនដែលកំពុងឈរជើងរាប់ពាន់អ្នករាប់ម៉ឺនអ្នកនៅព្រំដែនការពារទឹកដីរបស់យើងទៅពេលនេះតើពួកគាត់យ៉ាងណាវរៈកងទ័ពវរៈនគរបាលជាតិនិងវរៈរដ្ឋាភិបាលយើងដែលឈរនៅទីនោះយុវជនដូចគ្នាមានបញ្ហាគ្រួសារដូចគ្នាប៉ុន្តែគេហ៊ានលះបង់មិនមែនដើម្បីប្រាក់ខែទេបើប្រាក់ខែគេមិនហ៊ានលះបង់ជីវិតគេមិនចាំបាច់ទៅទេគេអាចមកធ្វើការងារនៅភ្នំពេញឬមួយគាត់ទៅណាប៉ុន្តែគេហ៊ានទៅនោះហើយនេះហើយគឺជាគោលដៅនៃច្បាប់កាតព្វកិច្ចគឺយើងចង់បង្រីកធនធានមនុស្សដែលមានស្មារតីលះបង់ខ្ពស់ដើម្បីជាតិមាតុភូមិហើយអាចបំពេញភារកិច្ចពេលជាតិត្រូវការពេលណាតែហ៊ានលះបង់គ្រប់យ៉ាងតែធំបំផុតគឺហ៊ានលះបង់ជីវិតដើម្បីជាតិមាតុភូមិនេះគឺជាគោលដៅដែលយើងទាំងអស់គ្នាត្រូវបំផុសស្មារតីនេះឲ្យបានហើយនេះគឺជាអ្វីដែលជាគោលដៅធំនៃច្បាប់កាតព្វកិច្ចក្រោយពី2ឆ្នាំគាត់នឹងមានឆន្ទៈគាត់នឹងមានមនសិការគាត់នឹងមានត្រៀមលក្ខណៈជាប់ខ្លួនថាជាប់ជានិច្ចដើម្បីបម្រើជាតិមាតុភូមិអង្គសភាតទៅម្ដងប្រទេសយើងមួយនេះកម្ពុជាបានផ្ដល់ច្រើនណាស់ឲ្យយើងគ្រប់គ្នាហើយដូចខ្ញុំបាននិយាយបើគ្មានកម្ពុជាកូនខ្វែងជាអ្នកការពារជាតិទឹកដីគ្មានពីណាការពារហើយជាពិសេសបទពិសោធន៍នៃការជឿចាប់នៅក្នុងរយៈពេលមួយឆ្នាំនេះជាពិសេសពីសង្គ្រាមជាតិអាចធានាអាចជាកលឹះតែយើងទាំងអស់ត្រូវចងចាំថាកម្ពុជាត្រូវតែពង្រឹងខ្លួនឯងហើយកូនខ្មែរទាំងអស់ជាពិសេសយុវជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវត្រៀមទឹកចិត្តដើម្បីជួយហើយខ្ញុំក៏អរគុណដែរហើយខ្ញុំឃើញនៅស្មារតីស្នេហាជាតិរបស់ប្រជាពលរដ្ឋយើងនៅក្នុងពេលដែលផ្ទុះទោះពីដងយើងឃើញទាំងអស់ទាំងចាស់ទាំងក្មេងទាំងអ្នកនៅក្រៅទាំងអ្នកនៅក្នុងទាំងមន្ត្រីរាជការទាំងអ្នកក្នុងវិស័យឯកជនទាំងអ្នកសុំទៀតចូលរួមដើម្បីកងទ័ពយើងការពារជាតិប៉ុន្តែយើងមិនចង់ឲ្យស្មារតីនេះត្រឹមតែមកភ្លើងច្បាស់ទេគឺយើងចង់ឲ្យស្មារតីនេះប្រែក្លាយទៅជាសកម្មភាពដើម្បីត្រៀមលក្ខណៈពេញចឹងការបណ្ដុះនៅផ្នត់គំនិតនិងការស្នេហាជាតិគឺជាកលឹះមួយដែលខ្ញុំសូមឲ្យអង្គសភាជាពិសេសអាដាមលោកជំទាវសម្ដេច
ដែលជាថ្នាក់ដឹកនាំនិងជាតំណាងរាស្ត្រដែលត្រូវជួបជាមួយប្រជាពលរដ្ឋសូមជួយនៅក្នុងការផ្សព្វផ្សាយធ្វើយ៉ាងណាបំផុសនៅស្មារតីស្នេហាជាតិនិងការត្រៀមលក្ខណៈដើម្បីលះបង់ខ្ពស់ដើម្បីការពិជាតិមួយនេះបើសិនជាយើងបញ្យល់គាត់ហើយគាត់យល់លើតម្លៃនេះខ្ញុំគិតថាសំណួររឿងការខ្លាចទៅតែនេះអត់តែនោះបាច់2ឆ្នាំរៀនបញ្ចប់ស្អីៗវាទៅជារឿងតូចព្រោះការពិជាតិនិងឱកាសនៃការចូលរួមคล้ายទៅជាកិត្តិយសមហាសាលคล้ายទៅជារបស់មួយដែលមានតម្លៃដែលមនុស្សជាពិសេសយុវជនគ្រប់រូបបច្ចេកគ្នាចប់បានលែងទៅសួរសំណួរថាតិចតែកូនអ្នកក្រទៅធ្វើកតាបកិច្ចคล้ายទៅជាសួរថាតិចឲ្យតែកូនអ្នកមានបើសិនជាច្បាប់កតាបកិច្ចនិងការបម្រើកតាបកិច្ចคล้ายទៅជារបស់ដែលចង់បាននេះហើយគឺជាអ្វីដែលយើងចង់បានបើគ្មានឆន្ទៈយើងពង្រឹងកម្លាំងអត់រួចទេទំនើបកម្មអាវុធទំនើបកម្មសភាវុធគ្រូបំពាក់យើងមានលុយទិញបានហាត់យើងចំណាយបានប៉ុន្តែបើគ្មានឆន្ទៈពិតប្រាកដពេលដែលសង្គ្រាមទុកឡើងពេលដែលជាតិតម្រូវការអត់មានមនុស្សមួយក៏មនុស្សដែរមិនហ៊ានលះបង់តែនេះខ្ញុំចង់បញ្ជាក់នៅចំណុចកណ្ដឹះនៃច្បាប់កាតព្វកិច្ចសំណួរមួយដែលខ្ញុំចាក់ឃ្លាមួយដែលអតីតទានាធិបតីអាមេរិក John F. Kennedy គាត់តែងតែនិយាយខ្ញុំតែងតែចាក់កុំសួរច្រើនពេកថាប្រទេសជាតិរបស់អ្នកឲ្យស្អីខ្លះទៅអ្នកគ្រប់ពេលគ្នាទៅសួរថាតើអ្នកឯងអាចផ្ដល់ស្អីខ្លះឲ្យប្រទេសជាតិដែរកុំសួរថាអ្វីតែរឿងតែបានគិតថាអ្វីដែលយើងផ្ដល់ឲ្យផងចឹងច្បាប់កាតព្វកិច្ចមួយនេះគឺជាអ្វីដែលជាមធ្យោបាយនិងជាការបណ្ដុះឆន្ទៈសម្រាប់យុវជនក៏ដូចជាគ្រួសាររបស់ប្រជាពលរដ្ឋយើងជាពិសេសចូលបម្រើតរគ្រួសារគ្រប់គ្រងពីក្រោយប្រជាជនទាំងមូលគ្រប់វិស័យទាំងអស់មិនថារដ្ឋឯកជនព្រោះនៅក្នុងច្បាប់ក៏តម្រូវឲ្យមានការចូលរួមពីគ្រប់វិស័យទាំងអស់ដើម្បីរួមគ្នាបណ្ដុះទៅឲ្យជាតិទៅឲ្យប្រទេសទៅទុយរបស់យើងនេះគឺជាចំណុចតាក់ទងទៅនឹងអត្ថប្រយោជន៍ដែលខ្ញុំចង់បញ្ជាក់